Hello ក៏ដូចជាសួស្តីនឹងឯអ្នកគ្នាខ្ញុំគីបានថ្ងៃហ្នឹងដែរខ្ញុំមកបង្រៀនអ្នកគ្នាពីរបៀបធ្វើឈៀលឲ្យមានរូបលយហ្នឹងអ្នកគ្នាធ្វើរូបដូចមានក្រុមហនុមាននិងក្រុមដៃនាគអញ្ចឹងណាអ្នកគ្នាជាមួយអ្នកគ្នាចូលទស្សនាការធ្វើឈៀលរបស់ខ្ញុំទាំងអស់គ្នាជាដំបូងយើងយកឈៀលមកបន្តមកទៀតចូលទៅកន្លែងក្រែមានអីមានអីវ៉ាន់ច្រើនណាគ្នាតើអូតក្រមរហូតយកនេះច្រឡំយកអាតុងនេះគ្នាដូចតុងហើយបន្តមកយើងយកអាលូមសម្រាប់ស្រាប់កាត់ដេរណាគ្នាយកតុងហើយនឹងលូមសម្រាប់កាត់ដេរណាពេលហ្នឹងខ្ញុំភ្លេចយកនៅក្នុងខ្ញុំយកច្រឡំកន្លែងខ្ញុំបន្តមកទៀតយក color ពណ៌ដើម្បីឲ្យវាស្អាតអញ្ចឹងណាយក color ពណ៌ហើយអាដុំអីគេខ្មៅហ្នឹងនេះគ្នាដុំពណ៌ QQ ហ្នឹងអាហ្នឹងក៏ហៅ color ពណ៌នេះគ្នាបន្តមកយើងយកអាហ្នឹងហើយបន្តមកទៀតយើងចូលមកកន្លែងនេះវិញដើម្បីយកតុងនេះយើងចង់បានពណ៌អីយកពណ៌ហ្នឹងទៅណាគ្នាចង់បានពណ៌ផ្កាឈូកយកពណ៌ផ្កាឈូកចង់បានយកពណ៌អីពណ៌ហ្នឹងយើងបានពណ៌អីក៏បានដែរយើងយកពណ៌អីក៏បានដែរគ្នាហើយបន្តមកទៀតយើងយកក្រាធីតេបលមកបន្តមកអាពេលហ្នឹងខ្ញុំភ្លេចណាគ្នាខ្ញុំភ្លេចយកអានោះចឹងទៅខ្ញុំយកប៉ុណ្នេះសិនហើយពេលដាក់ទៅបានភ្លេចណាគ្នាបន្តមកខ្ញុំចេញមកវិញហើយខ្ញុំចូលទៅយកអាស្អីនោះអាហ្នឹងមានរូបគេយកធ្វើរូបណាគ្នាវាមានរូប creeper រូបនាគរូបរងប្រច័នរូបអីមកគូកណាគ្នាយើងចង់បានរូបអីបានដែរហើយយើងចុចលើនឹងមកបន្តមកយើងដាក់ច្រឡំដាក់តុងនៅពីមុខហើយយើងដាក់អានោះហើយយើងដាក់ color នៅកណ្ដាលហើយបើវាអត់ស្អាតទេអ្នកគ្នាអាចកែបានណាគ្នាចង់ទៅរើសតុងនឹងពណ៌ផ្សេងបានណាគ្នាអ្នកគ្នាអាចរើសបានតាមចិត្តហើយបន្ទាប់មកអ្នកគ្នារើសរូបអ្នកគ្នាចង់បានរូបមិនគេរើសបានណាហើយខ្ញុំអត់ស្អាតទេពណ៌ក្រហមខ្ញុំអត់ឆ្លាញ់ទេខ្ញុំក៏បានធ្វើការដូរទៅយកពណ៌សវិញបន្ទាប់មកខ្ញុំចូលទៅយកពណ៌សហើយបើសិនជាអ្នកគ្នាលឺសលេងធុងបាសញ៉ៃអ្នកគ្នាសុំសើប្រកាន់ហើយអ្នកគ្នាដោយសារតែគេការណាគេហ្នឹងចឹងទៅខ្ញុំវាលឺបាសយ៉ាងហ្នឹងអ្នកគ្នាហើយឥឡូវយើងធ្វើការទៅយកធុងពណ៌សមកទង់ពណ៌សបន្ទាប់មកយើងចុចលើអាម៉ាស៊ីនកាត់ដេរហ្នឹងម៉ាស៊ីនដេរហ្នឹងបន្ទាប់មកយើងដាក់ទង់នៅមុខហើយដាក់ color ពណ៌មកហើយដាក់រូបនោះមកចេញរូបផ្កាយអ្នកគ្នាឃើញចេញរូបផ្កាយនឹងមកបានហើយនេះគ្នាស្អាតបាត់ហើយនេះគ្នាជមើលដល់ពេលហ្នឹងមកខ្ញុំយកអាហ្នឹងមកបន្តមកទៀតខ្ញុំចុចចេញមកក្រៅខ្ញុំចុចលើក្រាស់ table ហើយបន្តមកយើងដាក់ shield នៅកណ្ដាលហើយបន្តមកយើងដាក់នៅពីមុខវាយបូកចូលគ្នាហើយបន្តមកទៀតយើងដាក់វាមកហើយគឺស្អាតបាត់ហើយអ្នកគ្នាគឺរួចរាល់បាត់ហើយគឺលោខ្លាំងមែនគឺខ្ញុំធ្វើគឺចេញនៅគ្នាខ្ញុំគឺជាកលោថាប្រចាំMinecraft ឥឡូវវីដេអូខ្ញុំក៏ឈានមកដល់ទីបញ្ចប់ដែរអ្នកគ្នាសង្ឃឹមថាអ្នកគ្នាចូលចិត្តនិងចុច like និង subscribe វីដេអូនេះមួយផងបាយបាយអ្នកគ្នាជួបគ្នានៅវីដេអូក្រោយអ្នកគ្នានឹងជួបខ្ញុំនឹងមានអីថ្មីទៀតអ្នកគ្នា